លោកសានិតទុំថងលោកលោកស្រីអ្នកនាងកញ្ញាសូមស្វាគមន៍កំពូលអ្នកប្រដាល់ខេត្តសុរិនទ្រនិងត្រកនកកមុនវ៉ា Fighting from the blue corner, wearing the blue trunks and the blue gloves, he is 21 years old, stands 176 centimeters tall, and weighed in for today's fight at 65.9 kilograms. His record of 52 fights gives him 34 wins, 16 losses, and 4 draws, with 5 victories coming by way of knockout. Trained by Sanit Tumtom at the Ko Kamanwat Boxing Club from Surin Province, the Kingdom of Thailand, Nengdragan Ko Kamunwa. Ladies and gentlemen, are you ready? ឥឡូវនេះការថ្វាយបង្គំគ្រូរបស់គូឯកចុងក្រោយការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជាថៃបានចាប់ផ្ដើមហើយគឺចាជួបគ្នារវាងកីឡាករបង្គោលក្រហមពេជ្រសីហានេះគេមានវ័យ25ឆ្នាំបានមានកម្ពស់1.72ម៉ែត្រទម្ងន់ខ្លាំងពីព្រឹកមិញបាន 68.9 គីឡូក្រាមស្ថិតិរបស់សីហាគឺមានចំនួន87ដងឈ្នះ70ដងចាញ់11ស្មើ6ដងដួលដៃគួយសន្លប់2ដងស្រុកកំណើតនៅភូមិក្តីតាហុកបាទឃុំពោរំចាក់ស្រុកព្រៃកបាស់ខេត្តតាកែវគ្រូបង្ហាត់លោកឈិតសរឹមគួតចុងក្រោយឈ្នះកីឡាករទឹមសានដោយពិន្ទុថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូបង្គោលខៀវនិងត្រកានកកមុនវត្តអាយុ21ឆ្នាំទេបាទកម្ពស់1.76ម៉ែត្រទម្ងន់ខ្លាំងពីព្រឹកមិញមានទម្ងន់ 65.9 គីឡូក្រាមធ្លាប់ប្រកួតចំនួន52ដងឈ្នះ34ដងចាញ់16ដងស្មើ2ដងនិងផ្ដួលដៃគូឲ្យសន្លប់5ដងមកពីក្លឹបកកមុនវត្តស្រុកកំណើតខេត្តសុរិនទ្រប្រទេសថៃគ្រូបង្ហាត់លោកសានិតទុំថងគូនេះបាទយើងឃើញថាកម្ពស់កពប្រហាក់ប្រហែលគ្នា1.72ម៉ែត្រនិង1.76ម៉ែត្របើយើងនិយាយពីកម្ពស់សីហាចាញ់គេដល់ទៅ4សង់ទីម៉ែត្រប៉ុន្តែមិនអីទេសីហាបានឈ្នះគីឡូបាន2គីឡូជាងតិចបាទព្រោះអីការណាត់គ្នាខ្លាំងយើងមានពេលវេលាខ្លីពេកបាទហើយការណាត់គ្នាហាក់ដូចជាមិនសូវជាទៀងពេលបាទព្រោះអីកីឡាករបញ្ហាគេនៅឯទីក្រុងភ្នំពេញបាទការធ្វើដំណើរក៏មានការរ៉ាក់រស់បន្តិចបន្តួចតែការពីលើកមុនកីឡាករថៃក៏មានទម្ងន់លើសយើងដល់តែ3-4គីឡូឯណោះបាទ4គីឡូជាងតែការអនុលោមនិងអធិស្ឋានក៏ធ្វើការប្រកួតបានរហូតដល់ចប់កម្មវិធីបាទយ៉ាងណានោះគឺជាការប្រកួតលក្ខណៈបាទមិត្តភាពទេផ្លាស់ប្ដូរបច្ចេកទេសគ្នាទៅវិញទៅមកនេះគឺជាសញ្ញាណមួយបញ្ជាក់អំពីភាពរីកចម្រើននៃក្បាច់គុនបុរាណខ្មែរបាទកាលណាយើងប្រកួតជាមួយអ្នកដែលមានសមត្ថភាពខ្ពស់ជាងយើងលើយើងមានឱកាសនឹងខ្លាំងក្លាដូចគេហើយទទួលស្គាល់ថាក្បាច់គុនបុរាណខ្មែរយើងនៅខ្សត់នៅស្ទើរជាងកីឡាករក្បាច់គុនមួយថៃព្រោះអីគេមូលដ្ឋានគ្រឹះគេល្អជាងប៉ុន្តែប្រសិនបើយើងហាត់ដូចគ្នាខ្ញុំជឿថាកីឡាករកម្ពុជាមិនអន់ទេបាទគឺពីដំបូងចាប់ផ្ដើមល្បីចំនួនបាទទសវត្ស60ទសវត្ស50មកកីឡាករថៃមិនដឹងនៅណាទេបាទស្ដាប់លោកគ្រូចាស់នេះលោកបានជម្រាបតគ្នាមកថាចំនួនមុនយើងល្បីល្បាញណាបាទដោយសារយើងមានបញ្ហាជួបសង្គ្រាមវិបត្តិសង្គ្រាមរ៉ាំរ៉ៃធ្វើឲ្យវិស័យមួយនេះបានសូមអរសាទរដល់គ្នាបាទជាច្រើនឆ្នាំប៉ុន្តែឥឡូវយើងចាប់ផ្ដើមពលវិញហើយឥឡូវយើងតាមដានលើសង្វៀនទាំងអស់គ្នាពេជ្រសីហាគឺជាប្អូនរបស់ពេជ្រសុផាន់បាទពេជ្រសុផាន់កីឡាករជើងចាស់មួយរូបដែរបាទការពិតសកអំណោតអ្នកទាំងពីរហ្នឹងបើតាមខ្ញុំដឹងពេជ្រសុផាន់ធ្លាប់ជម្រាបជូនកាលមុនគេនៅទីក្រុងភ្នំពេញលោកសុវណ្ណឿននៅទីក្រុងភ្នំពេញនៅកុមារភាពដល់ឡើយប៉ុន្តែជួបបញ្ហាវិបត្តិគ្រួសារបាទអញ្ចឹងទៅក៏ធ្វើឲ្យមានការរសាត់ដែរទៅរស់នៅដល់ខេត្តតាកែវ ប
và đó play cả ba hay nó nơi khang khai tờ cao tọa mau nè thằng phi các bạn thơm nào mà thì còn một pin mà đòn tiền và màu riêng có chạm giờ chip đi thằng phi nè bong bầu nè mà đó mà lời đi nhưng tam đàn ngọc kia cu ai on lại chết trong crowd rồi bay cu mà ơi nè Campuchia dương miền Nam nhà nhâm chun nó bong bầu Campuchia bờ Khmer tung trang của đi trên chạy Campuchia hai nâng crowd sọc phongคือធ្វើឲ្យដៃគូសន្លប់ទាំង3គូនេះគឺជាមោទនភាពជាតិខ្មែរយ៉ាងពិតប្រាកដបាទឥឡូវនេះយើងនៅដល់ពេជ្រសីហាមួយទៀតដែលជាកីឡាករជើងខ្លាំងរបស់កម្ពុជាយើងជាគូឯកចុងក្រោយបាទសីហាប្រាប់ខ្ញុំមុននេះថាគេមិនបន្ធូរដៃឲ្យទេគេមានឱកាសគេនឹងឆក់យកឱកាសភ្លាមគេចង់បានជាចំណងដៃផ្ញើជូនបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខនេះអញ្ចឹងគេត្រូវតែប្រឹងឲ្យបងប្អូនមានស្នាមញញឹមកុំកើតទុកច្រើនពេកអាកាសធាតុក្តៅផងកុំមានអារម្មណ៍មុំម៉ៅក្តៅក្រហាយទៅតាមអាកាសធាតុសម្រួលអារម្មណ៍ឲ្យស្រួលធ្វើចិត្តឲ្យត្រជាក់ដើម្បីសម្រេចនូវកិច្ចការធំហើយបើមិនទាន់ត្រជាក់ទេគឺ Gansberg Beer ដាក់នៅក្នុងធុងតកក្រាសេត្រជាក់មួយកំប៉ុងបាយល្ងាចក៏ជួយបន្ធូរបន្ថយភាពក្តៅក្រហាយបានជាពិសេសនោះ Gansberg Beer មានមហារង្វាន់យក្សរថយន្ត Ford Ranger 2014 ម៉ូតូ Yamaha AZ 10គ្រឿងរួមជាមួយនឹងវត្តដទៃច្រើនទៀតអីអើយមើលមិនទាន់ទេឥឡូវនេះត្រូវបានលោកកញ្ញាកណ្ដាលរាប់ទៅហើយខ្ញុំប្រាប់ឲ្យថាកុំប្រហែសជាមួយពេជ្រសីហាឥឡូវនេះលោកកញ្ញាកណ្ដាលបយអេកបានរាប់18ប៉ុន្តែការបាច់កែងតោគ្នាមួយកែងម្នាក់នេះឃើញថាសីហាត្រូវបានមុន1 2សីហាវាយបានមុនត្រូវមុនបាទបើមិនត្រូវមុនគេត្រូវមុនក៏ដូចគ្នាហើយប៉ុន្តែរហ័សជាងកីឡាករសីហារហ័សជាងអាយ៉ាលើក្រោមសីហាបានជម្រាបខ្ញុំហើយថាគេមិនបន្ធូរបន្ថយឲ្យទេមានឱកាសគេនឹងឆក់យកឱកាសភ្លាមបោកដួលទៅហើយមួយជើងសងទៅវិញម្ដាយកែងពុះរបស់នឹងត្រការកកមុនវត្តក៏លឿនមកដែរមិនទាន់អាចសន្និដ្ឋានបានទេបាទលះដូចគ្នាថាឥឡូវចាប់ទឹកទៅហើយតែទៀតយើងជួបគ្នានៅអ្នកដឹងទេលក្ខណៈពិសេសមួយរបស់អាឡេសុងវីស្គីគឺក្លិនឈ្ងុយតើក្លិនឈ្ងុយនេះបានមកពីណាតើអាឡេសុងវីស្គីធ្វើឲ្យបងចូលចិត្តចំណាខ្លះខ្ញុំផឹកអាឡេសុងវីស្គីធ្វើតែរៀងរាល់ថ្ងៃបងហើយអ្វីដែលធ្វើខ្ញុំចូលចិត្តនេះគឺបងអាចជាតិឈ្ងុយរបស់វាពេលផឹកទៅឈ្ងុយទៅបងសួស្តីបងហេតុអ្វីបានជាបងចូលចិត្តជាមួយនឹងអាឡេសុងវីស្គីបាទបងខ្ញុំបានពិសាស្រាប់ច្រើនណាស់មកហើយប៉ុន្តែនៅពេលពិសាអាឡេសុងវីស្គីទាំងក្លិននិងរសជាតិឈ្ងុយឆ្ងាញ់ដូចគេសួស្តីបងតើបងអាចជម្រាបបានទេអំពីរសជាតិរបស់អាឡេសុងវីស្គីបាទបងពេលដែលខ្ញុំជួបមិត្តភ័ក្តិឬជួបជុំក្រុមគ្រួសារខ្ញុំតែតែហូបអាឡេសុងពីព្រោះអាឡេសុងវាមានរសជាតិឈ្ងុយឆ្ងាញ់អាឡេសុងវីស្គីពិតពិសាវីស្គីពិតពិសាអាឡេសុងសូមពិសាដោយការទទួលខុសត្រូវ Party តើអ្នកចង់ទៅជួបលៀងអបអរឆ្នាំថ្មីថ្ងៃណាតើអ្នកចង់ជួបទេពអសរហានសួរដែរឬទេតើអ្នកចង់ជួបទេពអសរហានសួរដែរឬទេសូមចូលរួម Gansberg Paradise Party Gansberg a real German premium beer ពិសាគ្រឿងស្រវឹងកុំបើកបរវិលមកជួបគ្នាសាជាថ្មីម្ដងទៀតជាមួយនឹងកម្មវិធីនៃការប្រកួតក្បាច់គុនបុរាណខ្មែរមិត្តភាពអន្តរជាតិកម្ពុជាថៃទឹកទី1បាញ់មិញឃើញថាពេជ្រសីហាបានវាយកែងមួយកែងធ្វើឲ្យលោកកញ្ញាកណ្ដាលរាប់ទៅលើកីឡាករថៃនិងត្រការកកមុនវត្ត18
ឥឡូវយើងតាមដានបន្តទៀតនៅទឹកទី2ហើយក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីសូមអរគុណដល់ប្រេម៉ាស៊ីនស៊ីកបាទប្រេម៉ាស៊ីនស៊ីកគឺជាប្រេម៉ាស៊ីនលំដាប់ថ្នាក់ពិភពលោកដែលជួយការពារភាពសឹករិចរិលយានយន្តរបស់លោកអ្នកទោះបីស្ថិតក្នុងសីតុណ្ហភាពណាក៏ដោយមានសារធាតុរំអិលធ្វើឲ្យម៉ាស៊ីនស្ងាត់ល្អនិងមានសារធាតុជំនួយធ្វើឲ្យម៉ាស៊ីនមានអាយុកាលប្រើប្រាស់បានយូរហើយជាពិសេសទៅទៀតនោះគឺសន្សំសំចៃប្រេងបាន 10% ប្រេងម៉ាស៊ីនស៊ីកលោកអ្នកអាចរីករាយក្នុងការប្រើប្រាស់ប្រកបដោយទំនុកចិត្តបាទហើយក៏សូមអរគុណដល់ Cell Card បាទ Cell Card គឺជាបណ្ដាញទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1នៅកម្ពុជាបាទសេវាគ្រប់ដណ្ដប់ទូទាំងប្រជាជនកម្ពុជាសម្លេងលឺច្បាស់ប្រព័ន្ធអ៊ីនធឺណិតរហ័សទាន់ចិត្តអរគុណដល់ Alexong Whisky Alexong Whisky មានរង្វាន់នៅក្នុងគម្របដបបាទដល់ទៅ 1000 លានរៀលលោកអ្នកជា Alexong Whisky ទៅវិសាកុំភ្លេចពិនិត្យក្នុងគម្របដបមានឱកាសឈ្នះរង្វាន់ 1000 លានរៀលបាទឥឡូវយើងតាមដានបន្តទៀតទឹកទី2បន្ទាប់ពីលោកកញ្ញាកណ្ដាលរាប់មួយដងរបស់សីហាដល់ផ្ញើកែងទៅលើនឹងកានកកមុនវ៉ាមួយកែងធ្វើឲ្យកញ្ញាកណ្ដាលរាប់ទឹកនេះអាចស្ដារដើមបានឬយ៉ាងណាឬក៏ពេចថាធ្វើឲ្យរាប់ម្ដងទៀតមួយជើងឆ្វេងនឹងកាត់មួយពីររបស់សីហាក្បាលពោះដៃវាយមុខតែយកមុខរងដៃបាត់មុខសីហាវាយក្បាលពោះណាមានផ្លែរបស់គេកន្លែងណាប្រឡោះដឹងតែវាយអត់គិតកន្លែងសំខាន់មិនសំខាន់ទេព្រោះក្បាលពោះក៏ជាគោលដៅសំខាន់ដែរវាយកន្លែងផ្សេងបានវាយកន្លែងហ្នឹងសាច់ដូចតែគ្នាមួយដៃហើយថែមួយជើងកែងបកមកវិញរបស់នឹងត្រកានកកមុនវត្តប៉ុន្តែអត់ត្រូវរាក់ចាញ់មើលទៅកីឡាករនឹងត្រកានកកមុនវត្តមួយដៃរបស់ពេជ្រហាចូលចំផ្ទៃមុខនឹងត្រកានមើលមុខរបស់នឹងត្រកានកកមុនវត្តដូចខ្មែរសុទ្ធសាធអត់ដូចជាកីឡាករថៃទេដូចកីឡាករខ្មែរតាមពីការតបតែងខ្លួនបាទលើនេះមួយដៃកែងពុះរបស់កកមុនវត្តសងវិញសីហាក្លេជាប់អត់ប្រឡែងខ្លាចលុកខ្លាចប្រឡែងទៅមកតាមបើវាយនៅក្នុងស្ថានភាពបែបនេះយើងមានឱកាសច្រើនក្នុងការឈ្នះបន្ទុកតែដឹងនៅមានមួយទៀតខ្លាចតែទឹក4ទឹក5សីហាមានការថមថយកម្លាំងតែបើសីហាហាត់ពេញកម្លាំងពេញគឺពិតជាមិនជាបញ្ហាឧបសគ្គខ្លាំងទេឆក់ស្ដាំមួយគាត់ឆ្វេងគាត់ស្ដាំសងលេខសីហាឆក់ល្អណាស់មួយពីរចូលអោបជង្គង់លោកកញ្ញាកដាលបំបែកបាច់ឆក់ដល់រិចមួយរបស់ពេជ្រសីហាទៅលើផ្ទៃមុខនឹងត្រកានកកមុនបាត់នេះបានផលមួយដៃសក់ឡើងប៉ើងអញ្ចឹងឥឡូវនឹងត្រកានគេប្រយ័ត្នមុខម្ដងមួយដៃចំឃុំក៏ប៉ើងដែរទម្ងន់ដៃធ្ងន់លោកកញ្ញាកណ្ដាលបំបែកយើងមើលទៅការវាយរបស់ពេជ្រសីហាមួយដៃប៉ះឃុំមែនប៉ុន្តែឃុំដោយទាំងមនុស្សដោយទាំងដៃឃុំទៅលើមុខមួយពីរជង្គង់យកដៃស្ទោះមិនឲ្យវាយកែងទេជង្គង់ចាប់ទឹកទី2ទៅហើយបាទកំពុងតែជួយ Ensberg រង្វាន់ជា ឥឡូវនេះខ្ញុំបានកំពុងតែស្ថិតនៅផ្សារស្ទឹងមានជ័យថ្មីដើម្បីធ្វើការប្រគល់ជូនរង្វាន់ជូនទៅដល់អតិថិជនស្រាបៀរ Ensberg ខ្ញុំបាទឈ្មោះហ៊ុនសំណាងមានទីលំនៅភូមិស័យសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ តើបងប្រុសទទួលទានស្រាបៀរ Ensberg អស់ប្រមាណគេឬក៏ប្រមាណកំប៉ុងដែរទៅឈ្នះរង្វាន់ពីកម្មវិធីរបស់យើងពេលត្រូវរង្វាន់កំប៉ុងទី3ដល់ពេលឃើញថាត្រូវរង្វាន់ប៉ុនប្រកាសមែនខ្ញុំទិញថែម1កែឬ2កែទៀតខ្ញុំបាទឈ្មោះអ៊ុំហឿងចៅសង្កាត់រងស្ទឹងមានជ័យសូមបញ្ជាក់ថាលោកហ៊ុនសំណាងនេះពិតជាមានទីលំនៅនៅក្នុងភូមិរស័យទី1ម្ដុំផ្សារលឹមជើងហាក់ពិតប្រកបមែនមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែនអ្នកដែលចូលរួមកម្មវិធីរបស់គ្នាហូរកញ្ជ្រៀវតែម្ដងមក Ensberg a real German premium beer ពិសាគ្រឿងស្រវឹងសូមកុំបើកបរ
បាទលោកស្រីនៅនាងកញ្ញាជាទីមេត្រីពីទឹកបានកន្លងផុតទៅហើយជាមួយនឹងការប្រកួតមិត្តភាពកម្ពុជាថៃបាច់គុណបុរាណខ្មែរប៉ះជាមួយនឹងមួយថៃថ្ងៃនេះកីឡាករកម្ពុជា3រូបបានទទួលជ័យជំនះយ៉ាងត្រចះត្រចង់បាទគឺជ័យជំនះដោយផ្ដួលដៃគូឲ្យសន្លប់ទាំង3គូនៅសល់ពេជ្រសីហាមួយទៀតពេជ្រសីហាពីទឹកដើមទឹកទី1ធ្វើឲ្យកីឡាករថៃលោកកញ្ញារាប់ដល់8តែចំណុចខ្សោយរបស់សីហាមានតែមួយចំណុច2ចំណុចទេគឺទឹក5រៀងថមថយកម្លាំងហើយនឹងកណ្ដាប់ដៃរបស់គេមានអាការៈរបួសមិនទាន់សះស្បើយល្អបាទគឺដៃស្ដាំរបស់គេបាទដៃស្ដាំនឹងមានការរបួសយូរហើយបាទគឺបាក់ឆ្អឹងដៃស្ដាំប៉ុន្តែអាចប្រកួតបានតែនៅពេលដែលវាយទៅលើគូប្រកួតប៉ះចំជាពិសេសក្បាលឬក៏វាយទប់គ្នានឹងដៃមានអាការៈឈឺធ្វើឲ្យកីឡាករដឹងខ្លួនឯងប៉ុន្តែបើទប់បានសីហាអាចយកជ័យជំនះដោយសន្លប់បានសីហានឹងមានឱកាសឈ្នះច្រើនឈ្នះក៏បដូរកណ្ដាប់ដៃគ្នាសីហាក៏មិនព្យាយាមវាយកណ្ដាប់ដៃទៅលើក្បាលទេទៅវាយមុខវាយធ្គាមឬក៏បដូរមកយុទ្ធសាស្ត្រលេងជង្គង់វិញហើយកណ្ដាប់ដៃវាយឆក់ចេញមួយបានហើយបាទអញ្ចឹងវាជារឿងមួយដែលកីឡាករខ្លួនឯងត្រូវតែរហ័សរហួននិងផ្លាស់ប្ដូរបច្ចេកទេសភ្លាមនៅលើសេវៀនបាទទឹកទី3ទឹកទី3 1 2សីហានៅតែស្រឡាញ់កណ្ដាប់ដៃបាទពួកកណ្ដាប់ដៃរបស់គេធន់បាទ1 2 2ទៅ2មកពួកសីហាមិនមែនជាកីឡាករចិត្តជាសនាប្រហែលទេអ្វីបាត់តែមានវ័យច្រើនតែប៉ុន្តែការប្រកួតរបស់សីហាគឺចង់ឈ្នះណាបាទចង់ឈ្នះចិត្តចាប់ជើងបានមួយដៃទាត់មួយដៃសីហាបើកឲ្យកីឡាករនឹងទៅការទាត់ហើយជាយាមទាត់អត់ត្រឡប់ទេបាទរុញព្រួលចោលបាទស្នៀតមាញ់នេះគឺជាស្នៀតមួយដែលចុងក្រោយគឺមិនគួរធ្វើព្រោះអីគេដួលហើយមិនគួរថែមជង្គង់មកទេតែហាត្រូវកែកន្លែងនេះបាទកីឡាករយើងត្រូវមានសុជីវធម៌ក្នុងការប្រកួតអាយ៉ាផ្លាត់ស្នៀតជង្គង់គេបែកដួលទៅហើយក្លែងជាប់ជង្គង់លោកកញ្ញាកណ្ដាលសូមបំបែកលេជាប់នឹងតការយកជើងខ្ទាស់យកដៃខ្ទាស់ហើយជាយាមមិនឲ្យសីហាឡើងជង្គង់ប៉ុន្តែសីហានៅតែឡើងជង្គង់បានជង្គង់សងទៅសងមកឥឡូវនេះដល់ពេលនឹងតការចូលមកម្ដងនឹងតការគេចាប់ចង្វាក់សីហាបានឬក៏យ៉ាងណាអាយយតោកណ្ដាប់ដៃសីហាក៏ចូលចិត្តដែរគង់តោពេលវេលានៅសល់1នាទីខាវស្ដាំរុញយកដៃរុញទប់មុខជាប់វាយជង្គង់មួយដៃខាវឆ្វេងមុខនឹងតការនេះរឹងវាយប្រមាណដៃគ្រាន់តែក្រហមអីយយលោកកញ្ញាកណ្ដាលវាយអីបានមកជង្គង់ដែរទាត់ឆ្វេងទាត់ស្ដាំដៃបាត់ស្ដាំខាវឆ្វេងចូលអោបនឹងតការវាយជង្គង់ស្ដាំមកវិញលោកកញ្ញាកណ្ដាលញែកចេញទៅកណ្ដាលសៃវៀនធាក់ចេញរបស់នឹងតការចូលម៉ាត់1 2ខុសក្លេក៏វាយជង្គង់ម៉ាត់របស់សៃហាក៏ចេញដែរចាប់ទឹកទី3ទៅហើយខ្ញុំឈ្មោះស៊ីខ្ញុំជាអ្នកការពារគ្រឿងម៉ាស៊ីនដ៏អស្ចារ្យតួនាទីខ្ញុំគឺកម្ចាត់ភាពកកស្ទះគ្រប់ទីកន្លែងគ្រប់កលៈទេសៈជួយឲ្យម៉ាស៊ីនមានកម្លាំងខ្លាំងស៊ីសាំងតិចប្រេងម៉ាស៊ីនស៊ីជួយសម្រួលយានយន្តលោកអ្នកក្នុងការធ្វើដំណើរយ៉ាងល្អបំផុត
ខ្ញុំគឺស៊ីអាឡិចសង់វីស្គីក្លិនឈ្ងុយពិសេសលើសគេនរណាក៏ពេញចិត្តគ្រប់គ្នារសជាតិឆ្ងាញ់ជាប់មាត់ជាប់ចិត្តយ៉ាងជួបជុំគ្នាផាទីក្រែព្រោះជាតិអាឡិចសង់ចាប់ដើមក្រលែងអាឡិចសង់វីស្គីពិតពិសាវីស្គីពិតពិសាអាឡិចសង់សូមពិសាដោយការទទួលខុសត្រូវលោកស្រីនៅនាងកញ្ញាជាទីមេត្រី3ទឹកមកនេះឃើញថាទឹកទី3នេះសៃហារៀងថយកម្លាំងបន្តិចបាទឲ្យកីឡាករថៃបោកដួលបាន2 3ដងប៉ុន្តែយ៉ាងណាមិញគេក៏មានការថមថយដូចគ្នាអាស្រ័យទៅលើការបច្ចេកទេសនៅការកាត់ចង្វាក់បោះដៃគូមុនបានយ៉ាងណាគឺកីឡាករដឹងខ្លួនឯងហើយក៏សូមអរគុណដល់ម្ចាស់ឧបត្ថម្ភនៃកម្មវិធីបាទសូមអរគុណដល់ Cellcard គឺជាបណ្ដាញទូរស័ព្ទចល័តលំដាប់ថ្នាក់លេខ1នៅកម្ពុជាបានឈ្នះពានរង្វាន់ Asia Best Employer Brand Award 2013ដែលធ្វើឲ្យ Cellcard ក្លាយជាក្រុមហ៊ុននយោជកដ៏ល្អបំផុតមួយក្នុងតំបន់ពានរង្វាន់ត្រូវបានប្រគល់ជូន Cellcard នៅក្នុងកម្មវិធីមួយដែលប្រារព្ធឡើងនៅក្នុងសន្តាគារ Pan Pacific ក្នុងប្រទេសសិង្ហបុរីទឹកទី4ហើយទឹកនេះបើសៃហាធ្វើបានល្អសៃហានឹងមានឱកាសឈ្នះខ្លាចតែគេទាត់មិនឲ្យចូលចុះទេសៃហាផ្លាស់ប្ដូរបច្ចេកទេសប្រើកណ្ដាប់ដៃម្ដងហើយបើកឲ្យនឹងទៅការទាត់ចូលម៉ាត់យកបដូរកណ្ដាប់បាទបដូរកណ្ដាប់ដៃជាមួយនឹងការទាត់របស់កីឡាករថៃពិតជាខ្លាំងមែនពេជ្រមួយដៃបាយមិញបែកទឹកខ្ចាយណាលោកនាង1 2កែគង់របស់នឹងតកាគង់មកផុតបោកដួលទេដួលឆក់ស្ដាំកែស្ដាំសងជង្គង់ឆ្វេងជង្គង់សងជង្គង់លោកកញ្ញាកណ្ដាលបំបែកទេហាមួយដៃមួយជើងគាត់ធាក់អាយយនឹងទៅការហាក់ដូចជាចាប់ចង្វាក់សៃហាបានខ្លះហើយបាទគេព្យាយាមឆក់មុនមិនឲ្យសៃហាចុះគៀកតែសៃហានៅតែចូលបានគង់នឹងទៅការមកពេញល្អរបស់គេ1 2ប៉ះពោះឡើងលើជង្គង់អាយយលោកកញ្ញាកណ្ដាលបែកឲ្យទៅវាយនៅកណ្ដាលសៃវៀនគាត់ម្ដាយពីដៃគាត់ក្រោមមួយដៃស្ដាំចូលអោបជង្គង់អាយយទឹកនេះសៃហាធ្វើការធ្ងន់ហើយចង់អស់ម្ដងដែរណាឈឺដៃពេកវាយគេអត់ឈឺដៃខ្លួនឯងមួយដៃរបួសគាត់មកជើងឆ្វេងរបស់នឹងត្រការអាយយមានការលក់ដៃហាក់ដូចជាបញ្ជាក់អំពីការឈឺដៃរបស់សៃហាជង្គង់នៅ
từ cáដាក់យកលើកតល់អោបាយជង្គង់លោកកញ្ញាកណ្ដាលបំបែកចាប់ទឹកទី4ទៅហើយ Party តើអ្នកចង់ទៅជួបលៀងអបអរឆ្នាំថ្មីថ្ងៃណាតើអ្នកចង់ជួបទេពអប្សរឋានសួគ៌ដែរឬទេតើអ្នកចង់ជួបទេពអប្សរឋានសួគ៌ដែរឬទេសូមចូលរួម Gensberg Paradise Party Gensberg a real German premium beer ពិសាគ្រឿងស្រវឹងកុំបើកបរវីតាមីន B12 បំពន់សរសៃប្រសាទនិងខួរក្បាលវីតាមីន B6 មានចំណែកជួយបង្កើតគ្រាប់ឈាមក្រហមឲ្យរឹងមាំធ្វើឲ្យរាងកាយខ្លាំងក្លាM150មានវីតាមីន B6 និង B12 ច្រើនជាងគេមានធម្មពលមានភាពឆ្លាតវៃគ្មានដែនកំណត់បាទលោកលោកស្រីនាងកញ្ញាជាទីមេត្រីវិលមកជួបគ្នាបន្តទៀតនៅក្នុងការប្រកួតក្បាច់គុនបុរាណខ្មែរលក្ខណៈមិត្តភាពអន្តរជាតិកម្ពុជាថៃឃើញថាចំណុចខ្សោយរបស់កីឡាករសីហាពេជ្រសីហាធ្វើឲ្យកីឡាករថៃនឹងត្រូវការចាប់ចំណុចបានបាទចាប់ចំណុចបានអញ្ចឹងគេវាយស្កាត់គេកាត់មុនបានរហូតហើយជាពិសេសជង្គង់របស់គេក៏ល្អពីទឹកចុងក្រោយនេះគេធ្វើបានល្អជង្គង់បាទហើយសីហាខ្លួនឯងកណ្ដាប់ដៃពេលដែលវាយទៅគេធ្ងន់ក៏ឈឺដៃខ្លួនឯងបាទហើយយ៉ាងណាមិញចាញ់ក៏ធ្វើយ៉ាងណាឲ្យចាញ់ដោយបន្ទុកបាទនេះគឺគោលដៅដោះតល់របស់សីហាប៉ុន្តែមានឱកាសអាចយកឈ្នះបានគឺគេយកទឹកនេះគឺគេបដូរមួយទឹក3នាទីនេះគឺសីហាបដូរហើយបាទឥឡូវនេះយើងឃើញថាសីហាកំពុងតែគ្រប់គ្រងស្ថានភាពយ៉ាងណាឲ្យវិលមកប្រសើរឡើងវិញព្រោះថាការកណ្ដាប់ដៃរបស់គេមិនអាចប្រើបានធ្ងន់លើសពីអាការៈរបស់គេបានទេព្រោះអីកាលណាវាយធ្ងន់គឺឈឺខ្លួនឯងហើយគេទាត់ក៏ធ្ងន់មកទៀតបាទអញ្ចឹងពេលនេះសីហាកំពុងតែរើបច្ចេកទេសដើម្បីជួយយ៉ាងណាឲ្យរួចមកគ្រាមួយដៃពីរដៃចូលហើយបាទជង្គង់ពេលវេលានៅសល់ជាង1នាទីទៀតឯណោះបាទតើចាប់ទឹកឬក៏យ៉ាងណាស្ដាំរបស់នឹងត្រកាន
ប្រការគេហាក់បីដូចជាមានជំនឿចិត្តលើខ្លួនឯងទៅលើការទទួលជ័យជំនះនៅក្នុងការប្រកួតនេះបាទតែប្រហែលរបស់មួយសីហាមានឱកាសឆក់យកវិញណាបាទមិនទាន់ប្រកាសទេពេលវេលានៅសល់71នាទីដែរធាក់ចាញ់គាត់ឆ្វេងខៅឆ្វេងរបស់សីហាតែដូចជារៀងស្រាលបាទស្រាលហើយហាក់ដូចជាបង្ហាញអាការៈឈឺខ្លាំងមែនតើហើយខៅឆ្វេងនឹងការនេះមុខរឹងមែនណាមុខរឹងប្រមាណដៃនៅតែអាចទប់ទល់បានទៀតតែហាប្រើបច្ចេកទេសដើម្បីពជាពេលឲ្យដល់ទឹកអាងចាត់ការឲ្យគណៈចៅក្រមផ្ដល់បន្ទុកតាមភាពជាក់ស្ដែងចាប់ទឹកទី5ទៅហើយឱកាសមានឱកាសឈ្នះតិចណាស់សីហាព្រោះអីយើងមើលឃើញថា3ទឹកកីឡាករថៃគេធ្វើបានល្អជាងហើយឥឡូវយើងរងចាំការប្រកាសលទ្ធផលជាផ្លូវការរបស់គណៈចៅក្រមទាំង5ម្ដងទៀតហើយពេលវេលារបស់យើងក៏ដល់ទីបញ្ចប់ទៅហើយដែរលោកលោកស្រីនាងកញ្ញាល្មមដល់ពេលបាទនៅសល់មួយសប្តាហ៍ទៀតសប្តាហ៍ក្រោយបាទថ្ងៃពុធសប្តាហ៍ក្រោយយើងប្រកួតមួយសប្តាហ៍ទៀតហើយយើងសម្រាប់ចូលឆ្នាំមួយសប្តាហ៍បាទការពីប្រកួតលើកមុនខែមុនបាទកម្ពុជាយើងឈ្នះចាញ់ទាំង4គូប្រកួតខែនេះកម្ពុជាយើងឈ្នះ3គូប្រហែលជាចាញ់គូនេះ1គូបាទទស្សនិកជនជាទីមេត្រីបន្ទាប់ពីឆ្លងកាត់ការប្រកួតពេញទាំង5ទឹកយើងបានទទួលលទ្ធផលពីចៅក្រមទាំង5រូបបានផ្ដល់ពិន្ទុជាឯកច្ឆន្ទជ័យជំនះបានទៅលើបង្គោលខៀវនិងត្រកូនកកមុនវត្ត Ladies and gentlemen, with a unanimous judge's decision, Ning Dragan Go Kamanwat